ប្អូនណាខ្លះដែលហ៊ានធ្វើសេវាកម្ម laser បក bikini អញ្ចឹងណានិយាយទៅបងប្អូនណាហ៊ានខមមិនម្នាក់មួយបងប្អូនណាហ៊ានខមមិនម្នាក់មួយមកគឺទីតាំង 1MZ ឥឡូវគឺគាត់បានប្រិចទីតាំងរបស់គាត់ឡើង2ល្វែងធំតែម្ដងមកទីលើកមុនគឺថាមកល្វែងទេតែឥឡូវមកម្ដងទៀតនេះគឺថាទីតាំងរបស់គាត់ប្រិចកាន់តែធំកាន់ចម្រើនហើយព្រោះដោយសារសេវាកម្មរបស់គាត់ល្អហើយបានមានអតិថិជនជឿទុកចិត្តអញ្ចឹងណាទៅកាន់តែច្រើនតែម្ដងហើយទីតាំងនៅកន្លែងរបស់គាត់វិញគឺមានសេវាកម្មកាត់សក់បរោះកាត់សក់អីចឹងណាបងប្អូនមើលតើកាត់មួយគឺយើងកាត់បែប fade បែបអីគឺថាមានទាំងអស់តែម្ដងហើយកាត់កញ្ចក់ដៃលាបជែលហើយជាពិសេសគឺកក់សក់បែបចិនម៉ាសាបញ្ចូលវីតាមីនបក laser ក្លៀកអីចឹងណាជាពិសេសគឺ laser ដៃជើង bikini អីចឹងយើងមិនទុករោមទុកអីទេបងប្អូនហើយសេវាកម្មមនុស្សស្រីវិញគឺថាបងប្អូនដែលចង់កាត់កញ្ចក់កាត់អីចឹងណានៅនឹងក៏មានដូចគ្នាបងប្អូនកាត់កញ្ចក់លាបពណ៌លាបអីចឹងទៅកាត់សាច់កាត់អីហ្នឹងគឺថាតំណទាំងអស់ហើយបុគ្គលិកនៅនេះវិញណាគឺគាត់ជំនាញតែម្ដងគឺថាមកដល់គឺថាគាត់ច្បាស់លើអាហ្នឹងហ្មងហើយឆ្ងល់អីគឺអាចសួរនឹងបានទៅលើសេវាកម្មផ្ទៃមុខសក់ឬក៏កញ្ចក់អីចឹងណាគឺថាអត់ចាល់ជាមួយសំណួរយើងតែម្ដងមួយវិញទៀតបងបរោះដែលចង់ down ភើមឬក៏ up ភើមអត់រួញកក់សក់អីចឹងណាបែបធម្មតាកក់សក់ម៉ាស្សាមុខបែបចិនហើយកក់សក់បែប spa កាត់កញ្ចក់ដៃកញ្ចក់ជើងលាបចែលលាបអីចឹងណាបិទកញ្ចក់ញិចមុនម៉ាស្សាដកជាតិពុលបញ្ចូលវីតាមីន PRP បកបាញ់ laser ពុកមាត់ចការរោមដៃរោមជើងជាពិសេសតំបន់សម្ងាត់អីគឺជឿទុកចិត្តបាននៅកន្លែង 1MZ នេះបងប្អូនមើលតើ process នៃការគ្រឿងញិចមុនគ្រឿងអីរបស់គាត់នេះគឺគាត់ដាក់ចូលនៅក្នុងម៉ាស៊ីនដុតសម្លាប់មេរោគដើម្បីកុំឲ្យមានមេរោគទេបងប្អូនហើយមកស្រាប់ម៉ាស៊ីនរបស់គាត់នៅទីតាំងកន្លែងគាត់នេះវិញទំនើបតែម្ដងបងប្អូនគឺថាគ្រប់មុខគ្រប់ម៉ាកតែម្ដងហើយគឺថាធ្វើឲ្យភ្លាមគឺគាត់ថាគាត់លាងដុសសម្អាតហើយដុតសម្លាប់មេរោគភ្លាមតែម្ដងមិនឲ្យថាឆ្លងមេរោគឆ្លងអីទេបងប្អូនអើយហើយគឺថា step នៃការម៉ាស្សាវិញញិចមុនវិញគឺថាមានច្រើនមានម៉ាស្សាញិចមុនដកជាតិពុលមាន PRP មានអីចឹងណាមាន baby glow មានអីច្រើនមែនទេម្ដងហើយសម្រាប់ការញិចមុនវិញគឺតម្លៃមានតែពី$5ឡើងទៅគឺអាចមកញិចបាននៅទីនេះហើយបងប្អូនហើយគឺថាមុនរបស់យើងកុំទុកឲ្យវាយើងនិយាយថាបំសិនជាយើងមានមុនណាកុំកេះវាឲ្យស្នាមយើងចិត្តមកញិចនៅកន្លែង clinic ចេះគឺថាវាអត់ស្នាមទេហើយបើកលេចមកការកក់សក់បែបចិននេះវិញណាបងប្អូនតំណងខ្លាំងមែនទែនមិនថាតែមនុស្សស្រីមនុស្សប្រុសគឺអាចកក់បានដូចគ្នាបងប្អូនគឺថាកក់មកស្រួលខ្លួនតែម្ដងគឺគេមានការកក់សក់មានការនួតមានការម៉ាស្សាហើយជាពិសេសគឺថាបិទភ្នែកហើយជាឆ្ពង់ភ្នែកអីហ្នឹងចំហុយភ្នែកចំហុយអីហ្នឹងតំណងទាំងអស់តែម្ដងបងប្អូនហើយសេវាកម្មនៅនេះល្អខ្លាំងមែនទែនហ្មង best recommend សម្រាប់បងប្អូនណាដែលថា stress អីចឹងណាអាចអញ្ជើញមកកក់សក់បែបចិនបាន relax ខ្លាំងមែនទែនតែម្ដងនៅទីតាំង 1MZ នេះបងប្អូនហើយតម្លៃក៏សមរម្យដូចគ្នាដែរបងប្អូនមានទាំងប្រភេទម៉ាស៊ីនម៉ាស្សាហើយមានប្រភេទទឹកអីគេដាក់មកពីលើក្បាលទៅនិយាយទៅប្លែក step របស់គេបងប្អូនអាចរៀបអស់ទេបងប្អូនអើយព្រោះថា step ប្លែកខ្លាំងមែនទែនហើយសម្រាប់ការញិចមុនម៉ាស្សាមុខអីវិញបងប្អូនមើលនេះគាត់បឺតមុនយើងមកអស់ចឹងតែម្ដងហើយគាត់ដាក់ឲ្យមើលហ្មងជាប្រភេទមុនរបស់យើងដែលបឺតបានហ្នឹងបងប្អូនហើយតំណងខ្លាំងមែនទែនហ្មងនិយាយទៅ step ទៅថាមកស្រួលមុខហ្មងបងប្អូនណាដែលថាចង់ឆ្លាស់មុខឆ្លាស់មាត់ឬក៏ទៅដើរលេងអីចឹងទៅមានមុនមានអីមកពីដើរលេងអាចអញ្ជើញមកកាន់ទីនេះបានឬក៏ចង់ថាមុនទៅដើរលេងអាចមកធ្វើខ្លួនឲ្យស្អាតចឹងក៏បានដែរហើយនេះម៉ាស្សាកក់សក់បែបចិននេះវិញនេះគេឆ្ពង់សក់ឆ្ពង់អីបាញ់អាសែងមាញ់អីអូយបងប្អូនអើយប្លែកណាគឺថាទំនើបរបស់គេណាម៉ាស៊ីននៅខាង 1MZ នេះបងប្អូនឲ្យមុខយើងបើមានជាតិពុលវិញនេះពេលយើងដើរម៉ាស៊ីនមកគឺថាឡងខ្មៅតែម្ដងពេលជូតមកគឺខ្មៅខ្លាំងមែនទែនហ្មងហើយសម្រាប់ការកក់សក់បែបចិនវិញគឺគេម៉ាស្សាអញ្ចឹងស្រួលមែនទែនហើយសម្រាប់បកបាញ់ laser ក្លៀកវិញបងប្អូនគឺវាធ្វើឲ្យយើងនឹងដោះប្រភេទរោមនឹងមកលឿនណាបងប្អូនគឺយើងបានយូរហើយបកបាញ់តែពីរដងគឺអស់តែម្ដងហើយតំបន់សម្ងាត់ក៏មានដូចគ្នាដែរបងប្អូនហើយទៅកន្លែងរបស់គាត់បុគ្គលិករស់រាយណែនាំយើងរហូតតែម្ដងទីតាំងអត់ពិបាករកទេនៅក្នុងក្រុងបាត់ដំបងយើងខ្ញុំចេញពីខាងសាលាចិនទៅដល់នឹងកន្លែង Maybank បត់ខាងឆ្វេងដៃនឹងទៅបន្តិចទៅគឺនឹងបានឃើញទីតាំងរបស់ 1MZ ឯដែលមានស្លាកពីរល្វែងបបៃតងហ្នឹងបងប្អូននេះគឺបត់បន្តិចទៅនឹងបានឃើញទីតាំង 1MZ ហ្នឹងហើយងាយស្រួលរកចំកណ្ដាលក្រុងបាត់ដំបងយើងផ្ទាល់ហ្នឹងតែម្ដងណា